ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំមកធ្វើជាវីដេអូបង្ហាញការវិខ្ចប់ចេកពងមាន់ចាបើមែនទែនទៅសម្រាប់ចេកពងមាន់យើងកាលវគ្គមុនគឺយើងបានយកទៅក្រៅប្រទេសចាដោយសារតែមួយរយៈនេះខាងប្រទេសយើងមានបញ្ហាអញ្ចឹងហើយយើងអាចនាំចេញទៅក្រៅប្រទេសកើតទៀតទេចាសម្រាប់ថ្ងៃនេះដែរនាងខ្ញុំបានវិខ្ចប់ចេកពងមាន់ដើម្បីលក់នៅខាងស្រុកខ្មែរយើងតែម្ដងបើមែនទែនទៅគឺมันពិបាកទេបងប្អូនយើងលក់នៅខាងស្រុកខ្មែរយើងយើងអត់ពិបាកហត់ថែដោយការយើងយកទៅក្រៅប្រទេសទេបងប្អូនគ្រាន់តែឃើញចេកពងមាន់បងប្អូនប្រកាសជាឆ្ងល់ហើយថាហេតុអីបានចេកពងមាន់ធំអញ្ចឹងបងប្អូនខ្លះគាត់គ្រាន់តែឃើញគាត់អត់ជឿទេថានេះជាចេកពងមាន់ចាសម្រាប់ចម្លើយនេះគឺនាងខ្ញុំជួបជាច្រើនបងប្អូនគាត់អត់ជឿសោះហ្មងគាត់ថាមិនមែនចេកពងមាន់ទេចេកពងមាន់អីធំអញ្ចឹងគាត់អត់ជឿតែម្ដងចាបងប្អូនសម្រាប់ចេកពងមាន់បើយើងដាំយើងអត់សូវយកចិត្តទុកដាក់យើងអត់បានថែទាំវាបានល្អទេគឺវាអត់សូវផ្លែវាអត់សូវល្អឯពុកម៉ែបងប្អូនគឺថាផ្លែវាខ្លីៗហើយទូចមែនទែនចាហើយបងប្អូនប្រកាសជាឆ្ងល់ហើយថាធ្វើម៉េចបានចេកពងមាន់ធំអញ្ចឹងឥឡូវនាងខ្ញុំមកប្រាប់បងប្អូនចាសម្រាប់ការដាំចេកពងមាន់យើងដើម្បីឲ្យបានផ្លែធំស្អាតបែបនេះគឺយើងត្រូវការប្រព័ន្ធទឹកទី1ហ្នឹងសំខាន់តែម្ដងប្រព័ន្ធទឹកពួកអីចេកពងមាន់គឺអត់ទឹកអត់បានទេពុកម៉ែបងប្អូនអើយទី2ហ្នឹងក្នុងចេកមួយគុំគឺយើងអត់អាចទុកកូនច្រើនបានទេចាអ្វីដែលពិសេសហ្នឹងគឺយើងត្រូវការស្រោបតែម្ដងបងប្អូនចាសម្រាប់ការស្រោបចេកជួយបានច្រើនមែនទែនពុកម៉ែបងប្អូនទី1ហ្នឹងជួយឲ្យសម្បល់ចេកយើងហ្នឹងសស្អាតពុកម៉ែបងប្អូនឃើញស្រាប់ហើយគឺផ្លែចេកខាងនាងខ្ញុំហ្នឹងសស្អាតខ្លាំងមែនទែនចាអ្វីដែលពិសេសហ្នឹងជួយឲ្យផ្លែចេកយើងហ្នឹងធំលឿនខ្លាំងមែនទែនរាប់ចាប់ពីថ្ងៃដែលយើងស្រោបចេកហ្នឹងមកមានរយៈពេលតែ28ថ្ងៃទៅ30ថ្ងៃគឺយើងបានកាត់ចេកនឹងលក់ហើយចាបើនិយាយពីស្និតវិញគឺថាស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនអើយគឺថាមានស្និតខ្លះ1គីឡូកន្លះ1គីឡូក៏មាន2គីឡូ3គីឡូអីក៏មានដែរពុកម៉ែបងប្អូនគឺថាស្អាតខ្លាំងមែនទែនចាសម្រាប់ចេកពងមាន់ខាងចំការនាងខ្ញុំគឺមានកាត់រាល់អាទិត្យតែម្ដងពុកម៉ែបងប្អូន